បាទឥឡូវថ្ងៃនេះខ្ញុំមានវីដេអូទាក់ទងនឹងលំហាត់អង្កតិកាលពីឆ្នាំ2024មកជូនបងប្អូនដែលត្រៀមបាត់សម្រាប់ថ្នាក់ទី12ឆ្នាំខ2025នេះដែរចឹងកុំឲ្យខាតពេលvàអង្កតិកានេះគឺយើងងាយណាអង្កតិកាគឺដាក់ដើម្បីឲ្យយើងយកបន្ទុកបានហ្មងហ្នឹងចឹងមកមើលរបៀបធ្វើនឹងសម្រាប់អ្នកដែលមិនទាន់ចេះហើយអាចមកសិក្សាឡើងវិញបានចឹងនៅចាប់ដើមគណនាបងប្អូនគ្នាអង្កតិកាយើងវាយមិញគឺជាអង្កតិកាE មែនទេអង្កតិកា E ហ្នឹងគឺស្មើនឹងកំណត់ពី2ទៅ4កំណត់ពី2ទៅ4តាឲ្យ x ដក3ទាំងអស់ហ្នឹងគឺ dx ចឹងបើអ្នកមិនចេះសោះដឹងថាអាំងហ្នឹងស្អីគេនឹងអត់ចេះហើយតាមពិតតើយើងចង់រួមមុនអង្កតិកាគឺ xy គុណ n dx ហ្នឹងស្មើនឹង x គុណ n បូក1លើ n បូក1ហើយបូក c ណាតើយើងចាំរួមមុនវាអញ្ចឹងដែរណាហើយ x នេះវាស្វ័យគុណ1ណាអញ្ចឹងកាលណាវាអង្កតិកាទៅយើងបាន1បូក1បាន2ហើយណាទីហោថា x ស្វ័យគុណ2អញ្ចឹងកាលណាយើងអង្កតិកាមកយើងបាន x ស្វ័យគុណ2បូក1ទៅ3អានេះក៏3ដែរអញ្ចឹងវាអាស្រ័យលើស្វ័យគុណហ្នឹងណាវាឡើងតាមហ្នឹងមកបូក1តាមហ្នឹងមកអញ្ចឹងអង្កតិការបស់យើងនេះគឺអាចសរសេរបានថាជាអង្កតិកាកំណត់ពីចឹងនេះខ្ញុំបាន x ស្វ័យគុណ2លើ2ដក 3x កំណត់ពី2ទៅ4កំណត់ពី2ទៅ4អញ្ចឹងនេះស្មើមកកន្លែងណាមាន x យើងចំនួនលេខ4ចូលមុនណាជាចំនួនលេខ4ចូលមុនឲ្យអស់សិនមកអញ្ចឹងយើងចំនួនចូលមកយើងបានអីយើងបាន4ស្វ័យគុណ2លើ2ដក3គុណឲ្យ4តបមកអស់ណាយើងចំនួន2ចូលម្ដងអញ្ចឹងចំណាចំនួន2យើងដាក់វងកញ្ចក់ទៅសញ្ញាដកអញ្ចឹងបាន2នេះលើកជាការ៉េលើ2ដក3គុណឲ្យ2អញ្ចឹងវាស្មើទៀតមកយើងដឹងហើយថា2ការ៉េវា4ការ៉េវា16អញ្ចឹង16អញ្ចឹងយើងបាន16ចែក2ទៅបាន8ដក3 4ដង12ណាដកអានេះយើងដឹងហើយថា4ចែក2សល់2ដកឲ្យ5 1ណាហើយនេះយើងដឹងហើយថា4 8ដក4នេះសល់ដក4ហើយនេះបានដក4គុណសញ្ញាដកចូលបានបូក4អញ្ចឹងចម្លើយវាឃើញស្មើនឹង0អញ្ចឹងសរុបមកយើងបានអង្កតិកាល e យើងនេះគឺស្មើនឹង0ណាចឹងវីដេអូយើងមានតែប៉ុណ្ណឹងសូមអរគុណនិងសូមជម្រាបលា